បញ្ហាកលឹះទី2ដែលខ្ញុំចង់និយាយគឺការលើកកម្ពស់គុណភាពនៃការបង្រៀនខ្ញុំឈរនៅទីនេះនឹកឃើញរឿងចំនួន2ដែលបានកើតឡើងចំពោះខ្ញុំកាលពីខ្ញុំរៀននៅថ្នាក់ទី2នៅឯខេត្តបាត់ដំបងខ្ញុំចង់និយាយរឿងនេះគឺដោយសារតែខ្ញុំគិតថាវាគឺជាការឆ្លុះបញ្ចាំងមួយជាការពិតមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាយើងទាំងអស់គ្នាក៏ធ្លាប់ជាសិស្សយើងមានគ្រូបង្រៀនច្រើនប៉ុន្តែគ្រូបង្រៀនដែលយើងអាចនឹកដល់ហើយនឹងចងចាំគឺមានមិនច្រើនទេរឿងទី1នៅថ្ងៃមួយគឺខ្ញុំបានក្រាបដេកលក់នៅលើតុក្នុងពេលដែលអ្នកគ្រូច័ន្ទស៊ីកំពុងតែបង្រៀនហើយពេលនោះគាត់មិនដាស់ខ្ញុំទេប៉ុន្តែគាត់បែរជាទុកឲ្យខ្ញុំដេករហូតដល់តែខ្ញុំភ្ញាក់តែខ្លួនឯងហើយអ្នកទាំងអស់គ្នានៅទីនេះប្រហែលជាគិតថាកាលពីពេលនោះខ្ញុំគឺជាសិស្សខ្ជិលរឿងទី2គឺជាការដាក់ឈ្មោះឲ្យសិស្សនៅក្នុងថ្នាក់ទី2ដដែលមានសិស្សម្នាក់ទៀតឈ្មោះកុសលដូចខ្ញុំដែររាល់ពេលដែលអ្នកគ្រូហៅឈ្មោះកុសលដើម្បីឲ្យឆ្លើយសំណួរយើងទាំងពីរនាក់តែងតែស្ទុះក្រោកឡើងទាំងពីរព្រមគ្នាហើយត្រៀមខ្លួនដើម្បីឆ្លើយសំណួររបស់អ្នកគ្រូដើម្បីដោះស្រាយបញ្ហាអ្នកគ្រូបានបដូរឈ្មោះរបស់ខ្ញុំពីកុសលទៅអាប្រុសហើយរហូតមកដល់បច្ចុប្បន្នគាត់ស្គាល់ខ្ញុំជាអាប្រុសជាងកុសលតាមរយៈរឿងទាំងពីរនេះខ្ញុំចង់ឆ្លុះបញ្ចាំងឲ្យឃើញថាអ្នកគ្រូមិនមើលឃើញថាសិស្សម្នាក់ដែលដេកលក់នៅក្នុងថ្នាក់ជាសិស្សខ្ជិលនោះទេប៉ុន្តែគាត់យល់ថាសិស្សម្នាក់នេះអាចអស់កម្លាំងនឿយហត់ខ្លាំងឬមួយក៏អាចមានបញ្ហាសុខភាពដែលត្រូវការសម្រាកនិងការថែទាំមិនមែនតាមរបៀបគ្រូបង្រៀនទេប៉ុន្តែតាមរបៀបជាម្ដាយដែលមានក្តីស្រឡាញ់និងព្រមវិហារធម៌ដែលបានធ្វើឲ្យអ្នកគ្រូច័ន្ទស៊ីក្លាយជាអ្នកគ្រូតែម្នាក់គត់ដែលខ្ញុំចងចាំគាត់ជាងគេហើយក៏បានធ្វើឲ្យខ្ញុំក្លាយជាសិស្សតែម្នាក់គត់ដែលបានទៅសួរសុខទុក្ខគាត់ញឹកញាប់ជាងគេដែរសម្រាប់ខ្ញុំគាត់លើសពីគ្រូបង្រៀនគាត់គឺជាម្ដាយគាត់គឺជាអ្នកច្នៃប្រឌិតគាត់គឺជាអ្នកដោះស្រាយបញ្ហាគាត់គឺជាអ្នកកសាងអត្តសញ្ញាណពិសេសមួយឲ្យខ្ញុំគាត់គឺជាអ្នកជួយបំភ្លឺផ្លូវខ្ញុំហើយគាត់គឺជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូបសម្រាប់ខ្ញុំមរតករបស់អ្នកគ្រូបញ្ជាក់ថាតម្លៃពិតប្រាកដនៃភាពជាគ្រូបង្រៀនមិនមែនស្ថិតនៅលើតែបន្ទុកនៃការប្រឡងឡើងថ្នាក់ទេប៉ុន្តែគឺជាភាពជាម្ដាយភាពជាអ្នកដឹកនាំដែលបានកសាងខ្ញុំកសាងជីវិតរបស់ខ្ញុំឲ្យមានមោទនភាពនិងសុភមង្គលរហូតមកដល់បច្ចុប្បន្ននេះប្រសិនបើគាត់អាចធ្វើនៅរឿងដ៏សាមញ្ញហើយអស្ចារ្យនេះបានកាលពី4ទសវត្សរ៍មុនលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងខេត្តកំពង់ធំក៏អាចធ្វើបានដូចគ្នាឬមួយក៏អាចធ្វើបានល្អជាងអ្នកគ្រូច័ន្ទស៊ីផងក្នុងនាមជាអ្នកអប់រំយើងតែងតែនិយាយថាការអប់រំគឺជាកាតាលីករនៃការផ្លាស់ប្ដូរតើគ្រូបង្រៀនអាចផ្លាស់ប្ដូរជីវិតសិស្សដោយរបៀបណាប្រសិនបើខ្លួនឯងមិនព្រមផ្លាស់ប្ដូរឬមួយក៏មិនព្រមអភិវឌ្ឍខ្លួនឯងគុណភាពនៃការបង្រៀនមិនមែនកើតឡើងដោយចៃដន្យទេវាគឺជាផលនៃការអភិវឌ្ឍខ្លួនឯងមិនចេះចប់មិនចេះហើយគ្រូបង្រៀនធម្មតាបង្រៀនសិស្សទទួលបានលទ្ធផលធម្មតាហើយធ្វើឲ្យជួយអភិវឌ្ឍសង្គមជាតិតាមរបៀបធម្មតាដើម្បីក្លាយជាគ្រូបង្រៀនដែលមានឧត្តមភាពលោកគ្រូអ្នកគ្រូគួរតែធ្វើកិច្ចការងារចំនួន3ដែលខ្ញុំគិតថាជាការងារដែលសំខាន់ចាំបាច់ដែលត្រូវពិចារណាទី1គឺការបណ្ដុះវប្បធម៌រៀនពេញមួយជីវិតតាមរយៈការអានសៀវភៅនិងការសិក្សាស្រាវជ្រាវអំពីទ្រឹស្ដីគរុកោសល្យដែលទំនើបដើម្បីជួយលើកកម្ពស់ការបង្រៀនរបស់យើងជាប្រចាំឲ្យមានគុណភាពហើយបើចង់វិតម្លៃខ្លួនឯងអ្នកទាំងអស់គ្នាត្រូវឆ្លើយសំណួរមួយថាតើអ្នកទាំងអស់គ្នាអានសៀវភៅមួយខែបានប៉ុន្មានក្បាលអនក្ខរជនសតវត្សទី21គឺជាមនុស្សដែលនិយាយថាគាត់គ្មានពេលអានគាត់ចាស់ហើយគាត់មានសុខភាពមិនល្អ
ដែលសុទ្ធសឹងតែជាហេតុផលនាំឲ្យខ្លួនឯងហើយនឹងសង្គមជាតិទៅរកភាពទន់ខ្សោយអ្នកខ្លះគ្មានពេលអានសៀវភៅសូម្បីតែ5នាទីក្នុងមួយថ្ងៃប៉ុន្តែមានពេលចុចទូរស័ព្ទ5ម៉ោងទី2គឺការបណ្ដុះនវានុវត្តន៍គរុកោសលនិងបច្ចេកវិទ្យាក្នុងការបង្រៀនពីព្រោះវិធីសាស្ត្រចាស់มันអាចរៀបចំសិស្សរបស់យើងឲ្យរស់នៅបានសុខស្រួលនៅក្នុងពិភពលោកថ្មីបានទេក្នុងពេលដែលប្រទេសយើងកំពុងទទួលរងនៅការឈ្លានពានបូរណភាពទឹកដីពីប្រទេសសៀមដោយខុសច្បាប់អន្តរជាតិជារៀងរាល់ថ្ងៃវាគឺជាចំណុចរបត់ដ៏ធំមួយដែលគ្រូបង្រៀនត្រូវពិចារណាផ្លាស់ប្ដូររបៀបនៃការបង្រៀនរបស់ខ្លួនឯងដែលអនុញ្ញាតឲ្យសិស្សរបស់យើងคล้ายជាបញ្ញវន្តដែលមានចំណេះដឹងជំនាញខ្លាំងពូកែរឹងមាំដែលអាចដោះស្រាយបញ្ហាធំរបស់ប្រទេសជាតិបាននៅពេលអនាគតនវានុវត្តន៍មិនដេកនៅមួយកន្លែងទេវាមិនចេះដេកលក់ហើយវាមិននៅត្រឹងមួយកន្លែងទេមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលដេកលក់មួយកន្លែងមិនដឹងថាពិភពលោកដើរដល់ណាហើយដើរលឿនប៉ុណ្ណាទេនវានុវត្តន៍គឺជាកត្តាគន្លឹះដ៏សំខាន់ដែលកំណត់ថាតើអ្នកណារីកចម្រើនអ្នកណាអន់ថយទី3គឺការឆ្លុះបញ្ចាំងនិងកែលម្អខ្លួនឯងជាប្រចាំតាមរយៈការទទួលយកការរិះគន់ពីអ្នកដទៃការទទួលស្គាល់នៅបទពិសោធន៍និងគំនិតខុសៗគ្នាហើយព្រមនឹងការទទួលស្គាល់ការពិតរបស់ខ្លួនឯងដែលទាំងនេះគឺជាវិធីសាស្ត្រធ្វើឲ្យខ្លួនឯងក្លាយជាគ្រូបង្រៀនអស្ចារ្យម្នាក់ដើម្បីលើកកម្ពស់សមត្ថភាពនៃការបង្រៀននៅក្នុងឆ្នាំ2026នេះឯកឧត្តមអភិបាលខេត្តបានផ្ដួចផ្ដើមនៅកម្មវិធីអភិវឌ្ឍសមត្ថភាពនៃភាពជាអ្នកដឹកនាំដល់គ្រូបង្រៀនទូទាំងខេត្តកំពង់ធំតាមអនឡាញសម្របសម្រួលដោយមន្ទីរអប់រំការបង្កើតនៅកម្មវិធីចុះទស្សនកិច្ចតាមសាលារៀននីមួយៗនិងកម្មវិធីអភិវឌ្ឍច្នៃប្រឌិតផ្សេងទៀតហើយលើសពីនេះបើគ្មានអ្វីប្រែប្រួលទេរដ្ឋបាលខេត្តកំពង់ធំនឹងចុះហត្ថលេខាលើអនុសារណៈយោគយល់ស្ដីពីការបង្កើតនៅកិច្ចសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងរាជបណ្ឌិតសភាដែលខ្ញុំយល់ថាគឺជាឧបករណ៍មធ្យោបាយដែលនឹងជួយលើកកម្ពស់គុណភាពអប់រំនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែល្អឡើងមួយកម្រិតថែមទៀត